ខ្ញុំបានសូមជម្រាបសួរអស់លោកស្រីនិងនាងកញ្ញានិងប្រិយមិត្តដែលកំពុងទស្សនាវីដេអូខ្លីៗផ្សាយចេញពី CTN ជាទីមេត្រីក្រុមការងាររបស់យើងខ្ញុំបានទទួលនៅពាក្យហើយនឹងឃ្លាខ្លះបន្ថែមទៀតហើយដើម្បីបកស្រាយជូនបងប្អូនដែលកំពុងតែមានចម្ងល់ក៏ដូចជាបងប្អូនដែលកំពុងតែប្រើប្រាស់ភាសាខ្មែរពាក្យដែលយើងខ្ញុំលើកយកមកតាមសំណើរបស់បងប្អូននេះគឺពាក្យចរិតហើយនឹងចរិតបងប្អូនគាត់សួរមកថាតើពាក្យនេះមួយណាត្រូវមួយណាខុសឬក៏ប្រើក្នុងន័យបានទាំងពីរឬក៏ន័យផ្សេងពីគ្នាយ៉ាងណាបាទមួយគឺពាក្យចរិតបាទចរស្រៈអេហើយនឹងតបាទបញ្ចប់ដោយតចរិតនេះគឺយើងប្រើអានឹងឯងមានន័យថាដូចយើងទាថាអន់ចរិតណាចរិយាមេរយាទអីហ្នឹងគឺថាអន់ហ្នឹងគេសម្គាល់លើចរិតហ្នឹងប៉ុន្តែភាគច្រើននាំគ្នាសេតែចរិតដោយសារយើងនាំគ្នាអានថាចរិតហ្នឹងណាអន់ចរិតណាតែចរិតយើងមិនកើតហើយមកពីចរិតយើងណាប៉ុន្តែបើថាចរិតអញ្ចឹងវាកហើយហើយតាមការពិតគឺចរិតទៅសេនតដែលយើងមានយកមកផ្សំប្រើហើយតាប្រើដូចជាពាក្យទុច្ចរិតឬក៏សុចរិតនោះទុច្ចរិតនិងសុចរិតហ្នឹងសុហ្នឹងល្អសុចរិតហ្នឹងមានន័យថាចរិតគេល្អដល់ទុច្ចរិតហ្នឹងមានន័យថាចរិតហ្នឹងវាអាក្រក់វាផ្ទុយគ្នាពីហ្នឹងអណាសុចរិតហ្នឹងវាអត់មានជើងចទេទុច្ចរិតបានមានជើងចគ្រូខ្ញុំគាត់ផ្ដាំថាសុចកាលណាវាហៅអត់ឃើញជើងទេតើវាទុច្ចបានមានជើងអញ្ចឹងជាគ្រាន់តែគ្រឿងសម្គាល់មួយប្រាប់ថាទុច្ចបានមានជើងចហ្នឹងអញ្ចឹងចរិតហ្នឹងឯងហើយមួយទៀតយើងក៏ធ្លាប់និយាយពាក្យថាវិកលចរិតប៉ុន្តែក៏ពិតគឺវិកលចរិតនឹងឯងវិកលហ្នឹងគឺវិការហ្នឹងពិកលពិការនឹងពិការពិកលមានថាគាត់ពិការគាត់អត់គ្រប់លក្ខណៈមានន័យថាចរិតរបស់គាត់លក្ខណៈរពាអីរបស់គាត់ហ្នឹងគឺសំដែងមកមិនគ្រប់លក្ខណៈនេះតាមយើងខ្ញុំស្រាវជ្រាវទៅឃើញថាអញ្ចឹងមានន័យថាគាត់មានលក្ខណៈខុសប្រក្រតីគេហៅថាវិកលចរិតមានន័យថាចរិតរបស់គាត់ពិការមិនដូចធម្មតាខុសប្រក្រតីនឹងឯងអញ្ចឹងចំណាំទុកចុះគឺចរិតមិនមែនចរិតទេបាទអរគុណច្រើនអញ្ចឹងបើសិនជាមានខុសកន្លែងណាសូមបងប្អូនជួយបំពេញបន្ថែមផងណាបាទព្រោះអីខ្ញុំបាទការស្រាវជ្រាវរបស់យើងខ្ញុំនេះក៏នៅក្មេងចៃដូចខ្ញុំបាននិយាយពីខាងដើមគឺត្រឹមតែជាថ្នាក់ទី1ប៉ុណ្្នឹងឯងសម្រាប់ជាជំនួយដល់អក្សរសាស្ត្រជាពិសេសបងប្អូនយើងដែលកំពុងប្រើប្រាស់ខុសម្យ៉ាងដោយទឹកចិត្តស្រឡាញ់ផងទេហើយក៏អរគុណដល់ sponsor ទាំងអស់ដែលឧបត្ថម្ភកម្មវិធីរបស់យើងព្រមទាំងក្រុមការងារដែលបានឲ្យឱកាសហើយនឹងផ្ដល់តម្លៃលើការងារមួយនេះបាទសូមផ្ញើការនឹករលឹកហើយសូមមេត្តាជួយចែករំលែកវីដេអូនេះឲ្យបានច្រើនកកក្នុងបណ្ដាញសង្គមផងប្រសិនបើបងប្អូនបានឃើញបាទសូមអរគុណ